ចាសសូមគោរពជំរាបសួរនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីសូមស្វាគមន៍មកកាន់វីដេអូសារជាថ្មីរបស់អ្នកគ្រូដែលកាលពីវីដេអូមុនគឺយើងបានចាសង្ខេបនៅរឿងនយោបាយហើយនៅក្នុងវីដេអូនេះយើងនឹងមកនិយាយអំពីតួអង្គនិងមុខងារនៅក្នុងរឿងនយោបាយវិញម្ដងចាឥឡូវមិនចំណាយពេលយូរទេយើងនឹងទៅមើលតួអង្គទាំងអស់គ្នាតែតួអង្គទី1គឺនិយាយពីតេជោមាសចាដែលជាស្វាមីជំទាវស្រែនហើយមានងារជាតេជោបរមរាជដែលត្រួតត្រានៅក្នុងខេត្តកំពង់ស្វាយចាដែលឡែកគឺតេជោយ៉តជាសិស្សចំណិតរបស់តេជោមាសចាមានងារជាតេជោហើយបានត្រួតត្រានៅកំពង់ស្វាយបន្ទាប់ពីតេជោមាសទទួលមរណភាពរីឯតួអង្គជំទាវស្រែនគឺជាភរិយារបស់តេជោមាសចាងារជាជំទាវជាស្ត្រីឆ្នើមដែលអាចជួយឲ្យស្វាមីក្នុងការកម្ចាត់ស្ដេចសម្រែដែលជាមេបះបោដើម្បីដណ្ដើមរាជបល្ល័ង្កចាតួអង្គបន្ទាប់គឺព្រះចៅជ័យចេស្តាដែលជាព្រះមហាក្សត្រខ្មែរចាសោយរាជនៅរាជធានីឧដុង្គមានព្រះបរមងារថាសម្ដេចព្រះរាជអង្ការព្រះជ័យចេស្តាបរមរាជមហាកតេយារាជាធិបតីព្រះស្រីសូរិយោពណ៌មហាចក្រពត្រាធិរាជចារីឯតួអង្គអ្នកមនាងនូជាស្រីស្នំរបស់ព្រះចៅចេស្តាចាមានងារជាអ្នកមនាងនិងជាបងស្រីរបស់មឿនចៃចុងរតចាហើយស្ដេចសម្រែនេះវិញគឺជាមេបះបោដែលប៉ុនប៉ងដើមរាជពីព្រះចៅជ័យចេស្តាចាហើយតាំងខ្លួននាមតាំងខ្លួនឯងហ្នឹងគឺជាព្រះសម្រែរាជាធិរាជចាតែការដើមឡើយជារាជម្នាក់ឈ្មោះសំនៅក្រាំងសម្រែខេត្តបរិបូរណ៍ហើយបានទៅសិក្សាវិជ្ជាគុណនៅភ្នំទូកមាសខេត្តកំពង់ស្វាយរហូតមានវិជ្ជាគុណខ្លាំងពូកែចារីឯតួអង្គអុកញ៉ាពិភាគឺជាមន្ត្រីចំណិតរបស់ស្ដេចសម្រែចារីឯអុកញ៉ាព្រះស្រីទ្វាប្រាសាទ10បម្រើការងារជាមួយនឹងតេជោមាសនិងតេជោយ៉តនាងម៉ៃចាគឺជាកូនស្រីរបស់អុកញ៉ាព្រះស្រីទ្វាប្រាសាទ10និងជាអ្នកតាមស្រឡាញ់តេជោយ៉តតែមិនបានសម្រេចคล้ายទៅជាប្អូនធွာរបស់តេជោយ៉តទៅវិញរីឯនាយឆិតជាឆ្លើយសឹកសៀមនិងជាមេបះបោប្រឆាំងព្រះរាជាខ្មែរមឿនចៃចុងរៈជាប្អូនអ្នកមនាងនូប្រឆាំងនឹងបញ្ជាតេជោយ៉តដែលជាមេទ័ពហើយត្រូវបានតេជោយ៉តចាត់ទុកថាជាសត្រូវក្រោយខ្នងក៏ចាប់យកទៅសម្លាប់ចោលចាហើយនឹងមានតួអង្គរំលឹកមួយចំនួនទៀតដែលមានតែឈ្មោះប៉ុន្តែមិនមានសកម្មភាពនៅក្នុងសាច់រឿងទេចាហើយមកដល់ចំណុចនេះផងដែរអ្នកគ្រូក៏លើកយកចាចំណុចកាលអាកាសដែលកាលនេះគឺសំដៅទៅលើពេលវេលារីឯអាកាសគឺសំដៅទៅលើទីកន្លែងអញ្ចឹងតើពេលវេលានៅក្នុងសាច់រឿងនយោបាយនេះកើតឡើងនៅក្នុងសម័យណាចាអញ្ចឹងទៅក្នុងពេលវេលាគឺកើតឡើងចាឬក៏វាប្រព្រឹត្តទៅនៅចុងសម័យលង្វែកចាដើមសម័យកាលឧដុង្គរជ្ជកាលព្រះបាទជ័យចេស្តានៅគ្រិស្តសករាជឆ្នាំ1530 1575ដល់ឆ្នាំ1593និងមានពេលវេលាខ្លីៗមួយចំនួនទៀតដូចជាពេលកែនកងទ័ពចាពេលធ្វើការបង្ក្រាបក្រុមបះបោរខ្មែរចាពេលវេលាបង្ក្រាបក្រុមបះបោរសៀមជាដើមរីឯតទៅនឹងទីកន្លែងដែលសាច់រឿងប្រព្រឹត្តទៅនោះគឺនៅរាជធានីឧដុង្គចាខេត្តកំពង់ស្វាយចាព្រៃដែលគេហៅថាស្ទឹងព្រៃប្រោះហើយនៅក្នុងខេត្តពោធិ៍សាត់ខេត្តលង្វែកខេត្តបរិបូរណ៍ចាកំពង់ហៅទីរួមស្រុកកំពង់លែងក្រាំងសម្រែភ្នំទូកមាសភូមិស្វាយអំពាវចាអញ្ចឹងវីដេអូមួយនេះក៏ចប់ត្រឹមតែប៉ុណ្ណាសូមគំថាបងប្អូនអរគុណនិងជួយ like និង subscribe
channel YouTube អ្នកគ្រូម្នាក់មួយផងចឹងវីដេអូមួយនេះក៏ចប់ត្រឹមតែប៉ុណ្ណេះយើងនឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា